បងប្អូនដឹងអត់ពេលខ្លះប្រូបាយអាតិចឬក៏បាក់តេរីដែលមាននៅក្នុងកាពះពោះវៀនរបស់យើងហ្នឹងធ្វើឲ្យយើងឡើងគីឡូឥឡូវខ្ញុំបង្ហាញពីឧទាហរណ៍នៃកណ្ដុរទាំងពីរនេះដែលកណ្ដុរទាំងពីរហ្នឹងគឺជាកូនភ្លោះហើយគេឲ្យវារស់នៅដូចគ្នាស៊ីចុកដូចគ្នាហាត់ប្រាណដូចគ្នាបេះបិទអ្វីដែលខុសគ្នានោះគឺអាកណ្ដុរធាត់ហ្នឹងគឺគេដូរប្រូបាយអាតិចនៅក្នុងកាពះពោះវៀនវាគេធ្វើការផ្លាស់ប្ដូរគេចង់ដឹងថាតើប្រូបាយអាតិចហ្នឹងវាមានឥទ្ធិពលអីខ្លះទៅលើរាងកាយរបស់យើងអញ្ចឹងរស់នៅដូចគ្នាកូនភ្លោះ DNA ក៏ដូចគ្នាឲ្យវាហាត់ប្រាណអីគឺដូចគ្នាអាស៊ីចុកដូចគ្នាប៉ុន្តែអាមួយហ្នឹងគឺធាត់អាមួយទៀតគឺគីឡូធម្មតាគីឡូស្តង់ដាអត់មានបញ្ហាទេអាមួយ obese ធាត់មកតែម្ដងនេះបង្ហាញថាមិនការសិក្សានេះបង្ហាញថាប្រូបាយអាតិចឬក៏បាក់តេរីដែលរស់នៅក្នុងកាពះពោះវៀនយើងណាវាមានឥទ្ធិពលធ្វើឲ្យយើងហ្នឹងធាត់ case study ដែលគេយកចេញពីមន្ទីរពេទ្យគេបោះពុំជាឯកសារស្រាវជ្រាវណានៅឆ្នាំ2015ដែលស្ត្រីម្នាក់ហ្នឹងគឺគាត់មានអាយុ32ឆ្នាំហើយគាត់មានបញ្ហាឈឺកាពះជាប្រចាំហ្មងគាត់ឈឺកាពះគាត់ចុកពោះហើយនឹងរាកជាប្រចាំហ្មងដំបូងគាត់ទៅពេទ្យធម្មតាទេទៅពេទ្យក៏គេឲ្យថ្នាំអង់ទីប៊ីយោទិកគេប្រាប់ទាំងឈ្មោះថ្នាំទៀតឲ្យគាត់ផឹករយៈពេល10ថ្ងៃអញ្ចឹងណាបន្ទាប់ពីផឹករយៈពេល10ថ្ងៃហើយគាត់អត់មានការធូរស្បើយទេគាត់នៅតែចុកគាត់នៅតែរៀកអីចឹងទៅដល់ពេលចឹងទៅគេបញ្ជូនគាត់ទៅអ្នកជំនាញខាងកាពះពោះវៀនដល់ពេលទៅដល់ទៅគេបានធ្វើតេស្តមើលទៅឃើញថាគាត់មានបាក់តេរីប្រភេទមួយឈ្មោះថា Clostridium difficile toxin រកឃើញចឹងទៅក៏គេឲ្យថ្នាំអង់ទីប៊ីយោទិកព្រោះវាជាប្រភេទបាក់តេរីណាឲ្យអង់ទីប៊ីយោទិកគាត់ផឹកដើម្បីកម្ចាត់វាបន្ទាប់មកគេរកឃើញទៀតគាត់មាន H pylori បងប្អូនប្រហែលស្គាល់ខ្ញុំឃើញដុកទ័រនៅខ្មែរគាត់និយាយច្រើនណាស់ខ្ញុំធ្លាប់ធ្វើវីដេអូដែរគឺតាក់ទងទៅនឹងបាក់តេរីដែលធ្វើឲ្យយើងឈឺកាពះនឹងឯងហើយក៏គេព្យាបាលគាត់ទៀតឲ្យគាត់ផឹកអង់ទីប៊ីយោទិកអីចឹងផឹកទៅគាត់ធូរបានតា2អាទិត្យទៅ3អាទិត្យគាត់ចាប់ផ្ដើមឈឺទៀតចឹងណាចុកឆ្អល់ពេលខ្លះរាកទៀតពេលខ្លះក្អួតទៀតចឹងទៅគេក៏ព្យាបាលគាត់បន្ថែមទៀតមានវិធីសាស្ត្រផ្សេងក្នុងការព្យាបាលហើយធូរបាន2អាទិត្យឈឺទៀតព្យាបាលហើយធូរបាន2-3អាទិត្យឈឺទៀតហើយមានបញ្ហាដដែលនឹងកើតឡើងហើយពេលធ្វើតេស្តទៅឃើញពួកអាបាក់តេរីហ្នឹងនៅដដែល H pylori ហ្នឹងគឺអត់បាត់ទេនៅនឹងវារឹងនៅនឹងវាអត់ព្រមងាប់ហ្មងទោះបីប្រើអង់ទីប៊ីយោទិកប្រើអីក៏វាអត់ព្រមងាប់ដែរវានៅនឹងហើយគាត់ឈឺរហូតចឹងណាអញ្ចឹងក៏គេធ្វើការពិភាក្សាបន្ទាប់មកគេសម្រេចចិត្តក្នុងការធ្វើការផ្លាស់ប្ដូរលាមកអាហ្នឹងគឺជាគេវះកាត់ប្ដូរលាមកបងប្អូនដែរលឺហ៎អាហ្នឹងគឺជាបច្ចេកទេសមួយមិនមែនខ្ញុំចេះតែនិយាយទេខ្ញុំបង្ហាញនេះនៅ Cleveland Clinic គេហៅថា facial transplant ឬក៏វះកាត់ប្ដូរលាមក pub transplant អាហ្នឹងគឺវិធីសាស្ត្រហ្នឹងពាក្យកាត់គេហៅថា FMT មានន័យថាគេទៅវះកាត់យកលាមកចេញពីមនុស្សដែលមានសុខភាពល្អដែលគាត់មានប្រូបាយអាតិចល្អគាត់អត់មានបញ្ហាកាពះពោះវៀនអីផ្សេងពោពេញទៅដោយនិយាយទៅពោះវៀនទុយវៀនធំគាត់ពោពេញទៅដោយប្រូបាយអាតិចល្អណាវះកាត់ហើយយកវាមកដាក់នៅក្នុងអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនអ្នកដែលឈឺកាពះពោះវៀនរ៉ាំរ៉ៃចឹងទៅគោលបំណងចង់ឲ្យបាក់តេរីល្អហ្នឹងវាខូឡណាយវារស់នៅនឹងយូរចឹងទៅវាអាចប្រឆាំងទៅនឹងអាមេរោគកាពះនឹងឯងអា H pylori ហើយនឹងអាបាក់តេរីមិនល្អអីផ្សេងនឹងឯងអាហ្នឹងគេហៅ microbiome អញ្ចឹងណាបងប្អូនមុននឹងចាប់ដើមនិយាយរឿង E ហ្នឹងសិនដែលត្រូវវះកាត់ហ្នឹងគាត់មានគីឡូ136ផោនស្មើនឹង61គីឡូសារគេខ្ពស់ដែរអញ្ចឹងគីឡូហ្នឹងស្តង់ដាគាត់អត់មានធាត់ទេអត់មាន obese អីទេហើយត្រូវការផ្លាស់ប្ដូរធ្វើការវះកាត់ហ្នឹងជាមួយនឹងកូនស្រីហ្នឹងគឺកូនស្រីមាន140ផោនគាត់ឡើងគីឡូគាត់រៀងធាត់ហើយកូនហ្នឹងអាយុ16ឆ្នាំសុំបើមកកញ្ចក់តិចម្ដាយ32កូន16ឆ្នាំអញ្ចឹងមានន័យថាម៉េចម៉ែហ្នឹងមានកូនកាអាយុ16ឆ្នាំខ្ញុំអានម្ដងហើយម្ដងទៀតជិះវាងការខ្ញុំនិយាយច្រឡំអញ្ចឹងតែខ្ញុំមើលឲ្យវាត្រឹមត្រូវហីអញ្ចឹងបន្ទាប់ពីវះកាត់ក្រោយមកហើយរួចមក16ខែក្រោយមកគាត់ហ្នឹងគឺឡើងគីឡូឡើងហ្មងទប់អត់ឈ្នះទេគាត់ខំហូបចុកមិនក៏គាត់ឡើងទប់អត់ឈ្នះដែរគាត់ឡើង34ផោនគាត់ឡើងច្រើនណាបងប្អូនបន្ទាប់មកពេទ្យក៏គេបាននេះដែរគេក្នុងអត្ថបទការសិក្សាហ្នឹងគេបានជួយគេចង់ដឹងថាតើអាហ្នឹងមកពីការវះកាត់ហ្នឹងឬក៏មិនអីចឹងស្ត្រីនៅអ្នកហ្នឹងគឺអត់ដែលមានប្រវត្តិធាត់អត់ដែលមានប្រវត្តិឡើងគីឡូពីមុនមកទេគីឡូគាត់ភាគច្រើនគឺថេចឹងណាហើយកូនស្រីគាត់ហ្នឹងមុននឹងគេវះកាត់បដូរហ្នឹងគេបានធ្វើតេស្តលាមកកូនហ្នឹងដែរថាមាន H pylori អត់មានបាក់តេរីផ្សេងដូចជាអីគេ Clostridium អីហ្នឹងអត់ចឹងណាគេធ្វើតេស្តគ្រប់សពបែបយ៉ាងគឺអត់មានទេហើយមាន
បាត់តេរីល្អនៅក្នុងហ្នឹងគ្រាន់តែកូនហ្នឹងវាធាត់អញ្ចឹងណាបន្ទាប់ពីគេបដូរវះកាត់បដូរឲ្យម្ដាយហ្នឹងឡើងគីឡូខុសប្រក្រតីគេនិយាយដែរថា medically supervised មានន័យថាគេកំណត់គាត់ហ្មងឲ្យគាត់ញ៉ាំអាហារតាមស្តង់ដារក្រឹតក្រមរបស់មន្ទីរពេទ្យ medically supervised ហ្នឹងមើលគេក្រឹតក្រមហ្មងគេហៅ liquid protein ឲ្យគាត់ហូបផឹក protein ជាលក្ខណៈរាវហ្មងណាហើយឲ្យគាត់ហូបអាហារល្អហើយឲ្យគាត់ហាត់ប្រាណទៀតទោះបីជាអ្នកជំនាញតាមមើលណែនាំការហូបចុកអីគាត់មិនក៏ដោយក៏គាត់អត់ស្រកគីឡូដែរគីឡូហ្នឹងគឺអត់ស្រកតែម្ដងហើយមានតែឡើងថែមទៀតរយៈពេល36ខែក្រោយមកគាត់ឡើងគីឡូបន្ថែមទៀតបងប្អូនអញ្ចឹងអ្នកក្នុងការធម្មតាអូខេបើសិនជាអ្នកគ្នាសម្រក់គីឡូនៅផ្ទះអ្នកគ្នាអាចថាអូ cheat day ធ្វើនេះធ្វើនោះញ៉ាំអីខុសឬក៏ញ៉ាំអីរៀងលួចញ៉ាំអីចឹងតែនេះអត់ទេណាបងប្អូនគឺគេ supervise គាត់រហូតហ្មងគេចង់ដឹងណាបន្ទាប់មកដល់ពេលដែលគេធ្វើការ supervise គាត់ធ្វើត្រឹមត្រូវអស់ហើយគាត់នៅតែធាត់ទៀតអញ្ចឹងបានគេដឹងថាអូតាមពិតគឺមកពីបាក់តេរីដែលចេញពីកូនគាត់គឺក្មេងធាត់រៀងលើសគីឡូអញ្ចឹងទៅពេលបដូរមកគាត់ធ្វើឲ្យគាត់នឹងធាត់អញ្ចឹងមិនមែនចំណីអាហារទេព្រោះចំណីអាហារគេក្រឹតក្រមខ្លាំងមែនតើប៉ុន្តែគាត់នៅតែឡើងគីឡូស៊ឺតអត់នេះសោះគឺដោយសារបាក់តេរីនឹងឯងហើយអាហ្នឹងគឺវា link ទៅនឹងអាកណ្ដុរដែលខ្ញុំនិយាយខាងដើមដែលគេបានសិក្សាពីវានឹងឯងអញ្ចឹងពេលខ្លះអាបាក់តេរីនៅក្នុងកាពះពោះវៀនយើងហ្នឹងធ្វើឲ្យយើងឡើងគីឡូទោះបីជាយើងព្យាយាមហូបចុកល្អអីក៏ដោយអញ្ចឹងតកតងទៅនឹងបញ្ហានេះខ្ញុំ recommend ថាព្យាយាមញ៉ាំអាហារដែលមាន probiotic ល្អជាពិសេសអ្នកដែលគាត់ឈឺកាពះរ៉ាំរ៉ៃធ្លាប់ហូបថ្នាំផ្សះថ្នាំពេទ្យអីច្រើនណាហើយអាហារល្អដែលមាន probiotic នៅក្នុងហ្នឹងមានដូចជាយ៉ាអ៊ូណា cheese ហើយរបស់ដូចជាជ្រក់យើងអ្នកខ្លះហូបជ្រក់ទៅរីកអាហ្នឹងមិនបាច់ហូបក៏បានដែរប៉ុន្តែជ្រក់ដូចគេសាវក្រៅឬជាគីមឈីសាវក្រៅហ្នឹងគឺជ្រក់ស្ពៃក្តោបភាសាសាវក្រៅហ្នឹងគឺភាសាអាល្លឺម៉ង់គឺមានបាក់តេរីល្អក្នុងហ្នឹងច្រើនមែនតែនដែលជួយដល់សុខភាពមានការសិក្សាស្រាវជ្រាវច្រើនមែនតែនហើយជ្រក់បន្លែជ្រក់អីផ្សេងបងប្អូនអាចធ្វើបានបើយកហ៊ានទិញពីផ្សារខ្លាចគេប្រើគីមីប្រើអីយើងធ្វើនៅផ្ទះញ៉ាំបានដើម្បីទទួលបានបាក់តេរីល្អដែលវាជួយប្រយុទ្ធប្រឆាំងទៅនឹងបាក់តេរីមិនល្អជាពិសេសអ្នកដែលគាត់ឈឺកាពះរ៉ាំរ៉ៃឈឺកាពះជាប្រចាំហើយធ្វើតេស្តទៅឃើញមេរោគ H pylori នឹងឯងហើយទឹកយ៉ាអ៊ូផ្សេងទឹកយ៉ាអ៊ូវាឆ្ងាញ់ស្រួលញ៉ាំប៉ុន្តែយើងប្រយ័ត្នដៃចឹងណាព្រោះថាវាមានជាតិស្ករច្រើនដែរហើយមួយទៀតអាទឹកយ៉ាគូលទឹកអីហ្នឹងក៏ល្អដែរមាន probiotic នៅក្នុងហ្នឹងរបស់ ferment របស់ផ្អាប់ភាគច្រើនគឺមាន probiotic នៅក្នុងហ្នឹងហើយអញ្ចឹងអានេះគឺជាចំណុចមួយដែលយើងយកដាក់ឲ្យវិទ្យាសាស្ត្រគឺតែ catch up ទេតែសិក្សាពីវាតែស្វែងយល់ពីវាអញ្ចឹងណាហើយ probiotic នៅក្នុងកាពះពោះវៀនយើងហ្នឹងគឺសំខាន់ណាបងប្អូនថ្មីហ្នឹងមានការសិក្សាតាក់ទងស្បែកដែលជួយស្បែកយើងស្អាតស្បែកយើងមានសុខភាពល្អអីផ្សេងបើយើងឡើងមុនពេលខ្លះយើងត្រូវតែ treat gut microbiome នឹងprobiotic ល្អក្នុងកាពះពោះវៀនយើងនឹងឯងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំមើលឲ្យគួរឲ្យចាប់អារម្មណ៍មែនតើចុះបងប្អូនមានអារម្មណ៍មិនដែរ comment ប្រាខ្ញុំដឹងផងអរគុណបងប្អូនទាំងអស់គ្នាបាយបាយវីដេអូនេះគឺឧបត្ថម្ភឡើងដោយ Protein Labon ដែលផលិតនៅប្រទេស New Zealand មានគុណភាពខ្ពស់លេខ1តែម្ដងហើយយើងអាចប្រើប្រាស់វាបានច្រើនខ្លាំងមែនតើដែលទី1សម្រាប់អ្នកចង់សម្រក់គីឡូគាត់អាចយកទៅញ៉ាំជំនួសអាហារបានជួយឲ្យយើងឆ្អែតបានយូរអត់ហេវហត់អស់កម្លាំងទី2អ្នកដែលគាត់ខ្វះជាតិស្ករជួយកុំឲ្យគាត់វិលមុខធេងថងល្អជាងការញ៉ាំស្ករសម្រាប់អ្នកដែលគាត់ធ្វើ fasting វិញគាត់អាចញ៉ាំ Protein Labon មុនពេល fasting ដើម្បីកុំឲ្យហេវហត់អស់កម្លាំងខ្សោយអត់ស្រួលខ្លួនចំណែកឯអ្នកហាត់ប្រាណដើម្បីចង់ដំឡើងសាច់ដុំក៏ពួកគាត់អាចញ៉ាំ Pea Protein បានដែរតាមរយៈការសិក្សាស្រាវជ្រាវមួយនេះបានបង្ហាញថាការញ៉ាំ Pea Protein ជាប្រចាំគឺជួយឲ្យគាត់ឡើងសាច់ដុំធំជាងការញ៉ាំ Whey Protein ហើយចាស់ដែលគាត់ហេវហត់អស់កម្លាំងខ្សោយអត់សូវមានកម្លាំងធ្វើការក៏គាត់អាចញ៉ាំ Protein បានដែរដើម្បីជួយឲ្យពួកគាត់មានកម្លាំងសម្រាប់អ្នកចង់ឡើងគីឡូវិញគឺគាត់អាចយក Protein ទៅញ៉ាំបន្ថែមពីលើអាហារដែលគាត់ញ៉ាំរាល់ថ្ងៃដើម្បីជួយឲ្យគាត់ឡើងគីឡូហើយ Protein យើងគឺញ៉ាំបានទាំងក្មេងទាំងចាស់តែម្ដង